ស្របពេលមហាជនរីកុនលោកសឿនវីតាថាធ្វើវីដេអូតោងខ្មោចល្បីស្រាប់តែក្មួយស្រីលោកអ៊ុនសុធាបង្ហោះសារដាក់ប៉ុន្មានឃ្លាយ៉ាងក្តៅគគុកបែបនេះគណៈមហាជនមួយចំនួនកំពុងទូការរីកុនទៅកាន់លោកសឿនវីតាថាលោកផុសវីដេអូនិយាយរំលឹកពីលោកអ៊ុនសុធាព្រោះតែចង់បាន like share និងតោងខ្មោចល្បីជាមួយគ្នានេះក្មួយស្រីរបស់លោកអ៊ុនសុធាក៏បានចេញមុខមកបង្ហោះសារយ៉ាងក្តៅគគុកថាពូខ្ញុំគាត់ទៅបានសុខហើយអញ្ចឹងក្នុងនាមខ្ញុំជាក្មួយសូមពះសូមបងប្អូនផលិតផលហ្វូមលាមុខចាគូប៊ីគឺជាផលិតផលដែលផលិតដោយរោងចក្ររបស់ប្រទេសចិនហើយស្តង់ដារគឺហុងកុងតែម្ដងបងប្អូនទាំងគ្នាផលិតផលនេះបានចុះប្រវត្តិត្រឹមត្រូវអញ្ចឹងនៅពេលដែលបងប្អូនប្រើឲ្យទំនុកចិត្តប្រើដោយភាពជឿជាក់ពីព្រោះហ្វូមរបស់ខ្ញុំអត់មាននៅសារជាតិបកកាត់បណ្ដាយខូចមុខនោះទេលាក់ស៊ីឲ្យជាប់ចូល3ទៅ4ឆ្នាំហើយណាបងប្រើអីក៏អត់ត្រូវដែរខ្ញុំប្រើអីអត់ត្រូវផងតែដល់ពេលខ្ញុំប្រើហ្វូមនេះខ្ញុំមានអារម្មណ៍មួយថាថ្លាមុខហើយនឹងវាកាត់បន្ថយម្ដងតិចគេថាខ្ញុំថ្លៃច្រើនអញ្ចឹងណាបងនិយាយទៅបើថាភាគរយគឺអាច80ទៅ90អត់បាច់ច្រើនមែនតើមកឲ្យមានអារម្មណ៍ថាខ្លួនឯងពីមុនហើយឥឡូវខុសគ្នាឆ្ងាយឈប់បន្តការបង្ហោបវែកញែករឿងរ៉ាវគាត់អីទៀតកុំឲ្យវិញ្ញាណក្ខន្ធគាត់នៅមិនដាច់អាល័យសូមអង្វរមែនបកស្រាយទៅមុខទៅក្រោយទៅមុខទៅក្រោយនិយាយតែអនុស្សាវរីយ៍ល្អនិងអំពើល្អដែលគាត់បានធ្វើទៅនិយាយរឿងដែលគាត់តស៊ូនឹងស្នាដៃរបស់គាត់កុំឆ្ងាយពីស្នាដៃគាត់សារបង្ហោះរបស់ក្មួយស្រីលោកអ៊ុនសុធាខាងលើត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនចូលទៅខមមិនថាគាត់ទៅបានសុខហើយនៅឡើយអ្នកនៅរស់មិនអស់ចិត្តនៅពេលបាត់បង់គាត់ជារៀងរហូតចាក់ចេញដោយស្ងៀមស្ងាត់បំផុតមិនរំខានមហាជនឡើយខ្ញុំសូមគោរពវិញ្ញាណក្ខន្ធលោកដោយក្តីគោរពកើតជាតិណាសូមលោកមានអាយុវែងមានរូបសង្ហាមានទេពកោសល្យដូចជាតិនេះទៀតសូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំនេះផងឃើញរូបគាត់ហើយនឹកស្រណោះណាគាត់ទៅឋានសុខហើយសូមឲ្យវិញ្ញាណក្ខន្ធប្អូនសទ្ធាបានទៅកាន់សុគតិភពថ្លៃថ្លាមែនហើយគាត់ទៅបានសុខហើយគួរឈប់ផុសវីដេអូមិនថាចាស់ថ្មីក៏ដោយគួរកុំផុសពាក់ព័ន្ធនឹងគាត់ទៀតគួរយល់ទ្រង់សាច់ញាតិក្រុមគ្រួសារគាត់ផងពេលឃើញវីដេអូគាត់អញ្ចឹងរត់តែឈឺចាប់ពិបាកកាត់ចិត្តណាស់